ពេលដែលយើងញ៉ាំជាមួយនឹងយើងឆាជាមួយនឹងប្រេងខ្យងជាមួយនឹងប្រេងឆាបងប្អូនមានថាធ្វើឲ្យបន្លែរបស់យើងទន់ហើយឆ្ងាញ់មែនតើពេលដែលយើងញ៉ាំទៅក៏មានអារម្មណ៍ថាបន្លែយើងផុយយើងងាយស្រួលក្នុងការតាពីមែនតើហើយសម្រាប់ប្រភេទបន្លែមួយនេះវាពិតជាមានប្រយោជន៍ច្រើនសម្រាប់សុខភាពបងប្អូនគាត់ថាបើសិនជាបងប្អូនអាចជ្រើសរើសក្នុងការញ៉ាំមិនកុំជាប្រចាំគាត់ថាយូរម្ដងអាចថាមួយអាទិត្យម្ដងឬក៏ពីរដងណាខ្ញុំគិតថាល្អមែនទែនដោយសារតែវាជាតិមានជាប្រភេទបន្លែខៀវវាសម្បូរប្រូតេអ៊ីនហើយទី2វាសម្បូរប្រភេទសរសៃដែលវាសម្រួលទៅដល់ប្រភេទកាបៀនរបស់យើងហើយក្នុងការបដដៃបត់ជើងដូចគ្នាដែរបងប្អូនមែនទេណាបងប្អូនបន្លែនេះយើងញ៉ាំទឹកទន់ប៉ុន្តែយើងញ៉ាំហើយមានអារម្មណ៍ថាវាមានជាតិសរសៃនៅខាងក្នុងហ្នឹងដែលវាមិនលក្ខណៈទន់ផុយអលួយប៉ុន្តែមិនថាលក្ខណៈទន់ងាយស្រួលក្នុងការតាពីហើយយើងទទួលបានអារម្មណ៍ថាមានជាតិសរសៃនៅខាងក្នុងហ្នឹងឆ្ងាញ់មែនតើបងប្អូនcho mình tham một hộp hai chương tháng và lái và hai chi mình luyện thêm nhiều chi tiết cơ bản tới tầm đập 11 lít ngàn đồng vốn